ទេសនិកជនជាទីគោរពក្នុងសង្គមណាក៏ដោយក៏តែងមានជនអាក្រក់ជនអកនិយមដែរគេរស់នៅដឹងតែពីរឿងយកចំណេញឲ្យខ្លួនប៉ុណ្ណោះដោយមិនអើពើដល់ផលប្រយោជន៍អ្នកដទៃឡើយសុភាសិតឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយជាសុភាសិតមួយក្នុងបរ្ដាសុភាសិតថ្លែងឡើងនៅអត្ថន័យនោះសូមអញ្ជើញទស្សនិកជនរួមតាមដានអត្ថន័យនៃសុភាសិតនេះឆ្លងតាមផ្នែកអធិប្បាយរបស់ព្រះតេជប្រគុណគីមជុំគង់នៅវត្តកំពង់ដូងឃុំហ៊ីវទៅស្រុកទាវកឹងខេត្តត្រាវិញក្នុងឱកាសនេះខ្ញុំប្រកាសណាអាត្មាភាពនឹងលើកយកនៅសុភាសិតមួយកន្លែងថាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយជាធម្មតាពេលដែលគេឆ្អើត្រីគឺគេត្រូវតែរងចាំទុកឲ្យត្រីនោះឆ្អិនស្មើគឺឆ្អិនពីក្បាលរហូតទៅដល់កន្ទុយទើបគេយកមកបរិភោគប៉ុន្តែនៅក្នុងទីនេះមនុស្សប្រភេទនេះមិនមែនដូច្នោះទេប្រហែលជាគេខ្លាចបាត់នៅឱកាសណាហើយម្ល៉េះហើយពេលគេឃើញត្រីឆ្អិនត្រង់ណាមុនគឺគេបរិភោគត្រង់នោះមុនហើយសុភាសិតឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយនោះគឺមានន័យដូចនេះឯងហើយមនុស្សប្រភេទនេះនៅក្នុងសង្គមណាក៏មានដែរគេឃើញណាក់ណាអាចឆ្លៀតនៅឱកាសបានហ្នឹងគឺគេឆ្លៀតយកភ្លាមហើយបើឃើញណាក់ណាគេអាចគេយកផលចំណេញបានហ្នឹងគឺគេរកវិធីដើម្បីចិត្តដិតស្និទ្ធស្នាលជាមួយណាក់នោះដើម្បីទីបំផុតគេបានសម្រេចគោលបំណងដ៏អាក្រក់របស់គេមនុស្សដែលថាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយហ្នឹងជនទាំងនោះហ្នឹងគេរស់នៅហ្នឹងគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនគ្មានគិតអានដល់ប្រយោជន៍អ្នកដទៃគេគ្មានសតិសម្បជញ្ញៈទេគ្មានសេចក្តីល្អនៅក្នុងខ្លួនរបស់គេបន្តិចសោះឲ្យតែគេឃើញអ្វីដែលមានផលប្រយោជន៍សម្រាប់ខ្លួនគេគឺគេធ្វើភ្លាមទោះបីនៅក្នុងទីណាក៏ដោយពេលណាក៏ដោយហើយគេហ្នឹងគឺក៏មានការអៀនខ្មាស់ចំពោះអ្នកណាទាំងអស់អ្នកណាដែលគេអាចឆ្លៀតយកឱកាសបានគឺគេឆ្លៀតឱកាសភ្លាមហើយបើមានការប៉ះទង្គិចក៏គេក៏មានការក្រែងរឯងដែរប្រភេទមនុស្សយ៉ាងនេះចាស់ទុំក៏ថាមនុស្សឆ្អិនក្បាលស៊ីក្បាលមនុស្សឆ្អិនកន្ទុយស៊ីកន្ទុយហើយជាធម្មតាប្រភេទមនុស្សយ៉ាងនេះភាគច្រើនជាមនុស្សដែលមានការហៅថាឆ្លៀវឆ្លាតប៉ុន្តែឆ្លៀវឆ្លាតក្នុងទីនេះហៅថាឆ្លៀវឆ្លាតចាកសភាវៈពិតឆ្លៀវឆ្លាតប្រះចាកក្រិតក្រមមានល្បិចកលពឹសពុលច្រើនហើយបើនិយាយស្ដីទៀតមានការពិនប្រសពណាបើណាក់ណាខ្វះការប្រុងប្រយ័ត្នខ្វះការពិចារណាហ្មត់ចត់ហ្នឹងពិតជាវាជឿវាមិនខានហើយនឹងថ្លាក់ខ្លួនលងនៅក្នុងអបាយកលរបស់វាសុភាសិតនេះបុរាណនៃយើងចង់រំលឹកដល់មនុស្សគ្រប់គ្នាយើងគប្បីរស់នៅស្មោះត្រង់ដល់គ្នាយើងកុំគប្បីប្រើនៅល្បិចពឹសពុលពុតត្បត់ក្រលិចដើម្បីដណ្ដើមយកផលប្រយោជន៍កំពីអ្នកដទៃធ្វើជាប្រយោជន៍បន្តខ្លួនរស់នៅត្រូវចេះស្រឡាញ់មនុស្សផងគ្នាចេះជួយសងគ្រោះអ្នកដទៃពេលគេមានអាសន្នអន់ក្រចេះជួយមនុស្សក្រីក្រលំបាកតោកយ៉ាក់គ្មានទីពឹងពំណាកមិនគប្បីរស់នៅតែឯងទេមនុស្សប្រភេទនេះហ្នឹងគេនឹកតែមួយយ៉ាងថាចង់អ្នកណាមិនទៅឲ្យតែខ្លួនគេហ្នឹងបានស្រួលចង់អ្នកណាស្លាប់អ្នកណារស់របៀបណាស្រេចតែគេទៅចោះឲ្យតែគេមានផលប្រយោជន៍ដល់ខ្លួនរបស់គេហ្នឹងមិនឲ្យបាត់បង់ហ្នឹងគេគិតតែអញ្ចឹងបានសេចក្តីថាចង់អ្នកណាយ៉ាងមិនក៏ដោយមនុស្សថាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយហ្នឹងគឺថាគេគិតឲ្យតែខ្លួនគេសុខទេគេគិតតែខ្លួនតែគេស្រួលទេអ្នកដទៃចង់មិនហ្នឹងគឺគេមិនមានថាចាប់អារម្មណ៍ដល់ទេដូច្នេះគឺថាចាស់ទុំចង់រំលឹកយើងថារស់នៅត្រូវចេះជួយគ្នាទៅវិញទៅមកហើយទៅបានសុខចម្រើនយើងត្រូវជៀសវាងនៅហៅថាដំណើរនៃមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយដូច្នេះសុភាសិតដែលមានប្រធានបទថាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយដែលអត្ថាធិប្បាយមកប៉ុណ្ណេះសន្មតថាបញ្ចប់ទស្សនិកជនជាទីស្នេហានេតិប្រកាសកប់ឲ្យដឹងក្នុងថ្ងៃថ្មីនាពេលនេះសូមបញ្ចប់តែត្រឹមនេះ
សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានសូមជម្រាបលា